ខោខ្លីអាវខ្លីនៅខាងក្នុងនេះបែកញើសកកទៅជាអំបិលប៉ុន្តែជីវិតមួយនេះក៏រឹងតែទៅមុខជីវិតមួយនេះគឺជាមនុស្សដូចគេដូចឯងអានឹងទម្លាប់នៃការគិតផ្លាស់ប្ដូរទម្លាប់ផ្លាស់ប្ដូរជីវិតការគិតគេអ្នកនិយាយអន់ចិត្តនឹងជីវិតគ្រួសារម៉ែពេកបានតែពុកបង្កើតពុកកេក្រជាទម្លាប់គិតអវិជ្ជមានខាត់បងសម្បត្តិខាត់បងពីរសតិក៏បាត់បញ្ញាក៏បាត់ស្មារតីខ្សោយព្រោះយើងគិតថាជីវិតអីក៏ពិបាកដែរអានេះដែលយើងនិយាយពីទម្លាប់កែទម្លាប់នៃការគិតហើយខ្ញុំប្រាប់ខ្លួនឯងថាស៊ីក្រូគ្រាន់តែជាឧបករណ៍សម្រាប់ចម្លងជីវិតខ្ញុំតែប៉ុណ្ណោះស៊ីក្រូគ្រាន់តែជាមធ្យោបាយដើម្បីខ្ញុំឆ្លងអាស្ពាននៃជីវិតនេះប៉ុន្តែខ្ញុំមិនមែនជាអ្នកធាក់ស៊ីក្រូទេនេះជាទម្លាប់នៃការគិតដែលយើងនិយាយគ្នាថ្ងៃចេញពីគំនិតនៅក្នុងចិត្តរបស់យើងសុទ្ធសាធដូច្នេះអានៅខាងក្នុងនេះ internal អង់គ្លេសថា internal អាការគិតនៅខាងក្នុងវាសំបានជាអ្វីដែលយើងឃើញនៅខាងក្រៅជីវិតពិតគឺខាងក្នុងរឿងនៃពិតក្នុងជីវិតមិនមែនអ្វីដែលយើងឃើញយើងមើលទេរឿងពិតនៃជីវិតគឺយើងតែប៉ុណ្ណឹងអានេះហើយហៅថាផ្លាស់ប្ដូរទម្លាប់នៃការគិតផ្លាស់ប្ដូរជីវិតតែប៉ុណ្ណឹងអត់ចាំបាច់ទៅសុំមេឃសុំកាយចាប់ដើមពីនេះសត្វឥន្ទ្រីអង់គ្លេសថា ego E A G L E ឥន្ទ្រីវាហោះហើរពោះលើវេហាមានកម្ពស់រហូតទៅដល់ 3000 ម៉ែត្រ 3 គីឡូម៉ែត្រពីដីសម្បើមហើយបើមានជុះមានវាសត្វហ្នឹងវាពុះវាហើរវាសប្បាយនឹងការដែលវាប្រឈមនឹងអ្វីដែលកើតឡើងនៅចំពោះមុខជាពិសេសចោលគ្នាក៏វាហោះហើររឹតតែអស់ចាភ្នែកវាមើលអាចរាប់គីឡូម៉ែត្រនៅខាងមុខដើម្បីវាចាក់សត្វមួយស៊ីបានវាឃើញច្បាស់ហើយតែសត្វឥន្ទ្រីសម្រាប់ថាទៅចាក់ហើយសត្វដែលត្រូវគេចាប់នឹងគិតមិនរួចទៅស្រួយទៅនេះជាតម្លៃនៃសត្វឥន្ទ្រីសម្បត្តិហើយសត្វនេះអត់ស៊ីសាច់ស្អុយស៊ីតែសាច់ស្រស់តម្លៃនៃសត្វនេះបងអូនជុំនេះគឺហាត់ទី2ពិចារណានៅរឿងទាំងអស់នេះអូននឹងមានបារមីមានអនុភាពមានកម្លាំងចិត្តក្នុងការជំរុញជីវិតទៅហើយពេលណាយើងមានកម្លាំងចិត្តសម្ដីសម្ដៅយើងពោះវិញទៅដោយអនុភាពកាយវិការយើងមករឹកបញ្ញាពិភពលោកបារមីនឹងមកនៅជាមួយបងសិល្បៈជីវិតប៉ុណ្ណាកែតែបន្តិចខ្លាយទៅជាឥន្ទ្រីដូច្នេះខ្ញុំសួរទៅអង្គវិធីយើងស្ពូនក៏បានសិស្សពណ៌លឿងក៏បានពណ៌ខៀវក៏បានពណ៌សក៏បានបាយ័នក៏បានណាស់ទាំងអស់ប៉ុន្តែបើអត់មានចម្លើយខ្ញុំឆ្លើយជូនអត់បញ្ហាប៉ុន្តែសួរមួយសួរថាពេលសត្វឥន្ទ្រីដែលវាហោះហើរនឹងហើយវាជួបសត្វមួយទៀតសត្វស្អីអស់ចាសូមផ្ទះដៃជូនបងស្រីមួយអស់ចាពេលសត្វឥន្ទ្រីវាជួបសត្វមួយទៀតគឺសត្វឥន្ទ្រីដូចគ្នាសត្វឥន្ទ្រីដូចគ្នានៅលើលោកនេះ
ពេលបងអូនរៀបជីវិតឲ្យអស្ចារ្យបងអូននឹងជួបរឿង3ពេលបងអូនរៀបជីវិតបានអស្ចារ្យបងអូននឹងជួបរឿង3ហើយរឿង3នឹងត្រូវតែមករកបងអូនទី1មនុស្សល្អត្រូវតែមករកបងទី2មធ្យោបាយល្អត្រូវតែមករកបងទី3ឱកាសល្អនៅលើលោកត្រូវតែមករកបងឥន្ទ្រីជួបសត្វឥន្ទ្រីដូចនេះជាវិទ្យាសាស្ត្រមិនអាចប្រកែកបាន2គុណ2ត្រូវតែ4ស្អីជាយើងខ្ញុំបានរៀបរាប់ហាក់ដូចជាលំមចំណុចនេះដូច្នេះមានឧទាហរណ៍មួយទៀតហើយឧទាហរណ៍នេះខ្ញុំសួរលើនេះប៉ុន្តែខ្ញុំអត់ឲ្យឆ្លើយព្រោះខ្ញុំដឹងចម្លើយរួចហើយមិនបាច់ឆ្លើយខ្ញុំដឹងចម្លើយរួចហើយទាំងអស់គ្នាសួរថាតើស្រឡាញ់សួនច្បារទេចម្លើយ yes គឺស្រឡាញ់នឹងអត់ឆ្លើយទេហើយបើយើងសង្កេតពីសួនច្បារស្អីទៅដែលជាចំណុចកត់សម្គាល់ចំណុចពិសេសគឺវាមានផ្កានៅសួនច្បារ